គយកម្ពុជាចិនចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមកដើម្បីគ្រប់គ្រងវិស័យធុរកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគីអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជានៅថ្ងៃទី4ខែមិថុនាឆ្នាំ2026បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិការសេដ្ឋកិច្ចបានទទួលការអនុញ្ញាតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជានិងរដ្ឋបាលគយចិនដែលពិធីចុះហត្ថលេខានេះបានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតគុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាជាមួយនឹងលោកជំទាវសាន់មេជុនរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបញ្ជាក់ថាការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិការសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជាចិននិងជួយគ្រប់គ្រងសម្រួលដល់វិស័យធុរកិច្ចពាណិជ្ជកម្មអន្តរជាតិនៃប្រទេសទាំងពីរនៅភាពសាមញ្ញនីតិវិធីគយតាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញនិងការពន្លឿនការបំពេញបែបបទគយសម្រាប់ក្រុមហ៊ុនដែលមានអនុលោមខ្ពស់បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន11ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO នេះឲ្យបានចំនួន30មុនបញ្ចប់ឆ្នាំ2026នេះដែរហើយការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី AEOនេះពេលនេះគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មនិងការវិនិយោគឲ្យកាន់តែរីកចម្រើនថែមទៀតតាមរយៈការកាត់បន្ថយពេលវេលាថ្លៃដើមការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជននិងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរព្រឹត្តិការណ៍នៅពេលនេះគឺជាសក្ខីភាពមួយទៀតដែលឆ្លុះបញ្ចាំងពីស្មារតីនៃមិត្តភាពដៃថែបនិងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនជាពិសេសការជំរុញសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីឲ្យកាន់តែរឹងមាំនិងមានផ្លែផ្កាស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះសាធារណរដ្ឋប្រជាមានិតចិនមិនត្រឹមតែជាមិត្តដ៏ល្អនោះទេប៉ុន្តែជាដៃគូពាណិជ្ជកម្មនិងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស FDI ដ៏ធំបំផុតនិងសំខាន់បំផុតរបស់កម្ពុជាដែលបាននឹងកំពុងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា